អបអរសាទរទៅកាន់ក្រុមបាល់ទាត់ភ្នំពេញក្រោនបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ហ៊ុនសែនខាប់ឆ្នាំ2025បន្ទាប់ពីយកឈ្នះទៅលើក្រុមព្រះខ័រិស្វាយរៀងលទ្ធផល2-1និងបញ្ចប់ការរងចាំអស់រយៈពេល15ឆ្នាំរបស់ពួកគេផងដែរក្រុមបាល់ទាត់ភ្នំពេញក្រោនបានគ្រងដំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី18ឆ្នាំ2024-2025ថ្នាក់ជាតិបន្ទាប់ពីយកឈ្នះក្រុមជើងឯកឆ្នាំចាស់ព្រះខ័រិស្វាយរៀងដោយលទ្ធផល2-1ក្នុងវគ្គផ្ដាច់ព្រាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោជំនួបលតានទាំងនេះក្រុមភ្នំពេញក្រោនបានបើកការនាំមុខក្រុមការពារដំណែងជើងឯកមួយគ្រាប់មុនតាមរយៈការទាត់បាល់ពីចម្ងាយរបស់កីឡាករឡុងភីរ៉ាត់នៅនាទី24មុនពេលកីឡាករញ៉ានសុកស៊ីដានរកបានគ្រាប់បាល់តាមស្មើឲ្យព្រះខ័រិស្វាយរៀងនៅនាទី62បន្ទាប់មកការប្រកួតកាន់តែជក់ចិត្តរហូតដល់នាទី78កីឡាករអេនដ្រេសនេតូក៏រកបានគ្រាប់បាល់ឲ្យក្រុមភ្នំពេញក្រោនជាថ្មីម្ដងទៀតហើយក៏ជាគ្រាប់បាល់ឈានទៅរកជ័យជំនះផងដែរតាមរយៈជ័យជំនះនេះបានធ្វើឲ្យក្រុមសិង្ហក្រហមភ្នំពេញក្រោនក្លាយជាក្រុមជើងឯកពានរង្វាន់សម្ដេចតេជោហ៊ុនសែនឆ្នាំ2025ហើយក៏ជាលើកដំបូងក្នុងរយៈពេល15ឆ្នាំចុងក្រោយដែលពួកគេបានខកខានក្នុងការលើកពាននេះបន្ទាប់ពីក្រុងជើងឯកពីសម័យកាលជាប់គ្នាកាលពីឆ្នាំ2008និងឆ្នាំ2009កន្លងទៅ